សួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំទៀតហើយថ្ងៃនេះយើងមកបន្តរឿងអាហុងទៀតបន្តពីភាគមុនខណៈពេលដែលពួកគេកំពុងប្រយុទ្ធគ្នាស្រាប់តែមានរឿងមួយផ្លាស់ប្ដូរភ្នែករបស់អ្នកបម្រើប្រែជាក្រហមងាំងហើយគាត់បានស្ទុះចូលទៅក្នុងការព្យាយាមវាយតប់នោះដូចជាសត្វសាហាវគាត់បានខំស្មាក្មេងពៀម្នាក់ធ្វើឲ្យគ្រប់គ្នាភ័យរន្ធត់យ៉ាងខ្លាំងពួកក្មេងពៀអត់ដឹងថាមានរឿងអីកើតឡើងឬហេតុអីបានជាអ្នកបម្រើស្រាប់តែប្រែក្លាយជាសាហាវបែបនេះទេពួកវាប្រញាប់ទៅចាប់សង្កត់គាត់តែគាត់មានកម្លាំងខ្លាំងពេកអ្នកបម្រើបានងាកមកខំដៃក្មេងពៀម្នាក់ទៀតពេលនេះគាត់លែងដឹងអីទៀតហើយគាត់មានកម្លាំងខ្លាំងជាងពួកវាហើយបានចាប់អាក្មេងពៀនោះបោកទៅនឹងឥដ្ឋបន្ទាប់មកអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺសត្វសាហាវនោះត្រូវបរិះម្នាក់ចូលមកចាប់សង្កត់ជាប់យ៉ាងងាយដែលគាត់នោះគឺអាហុងនឹងឯងគាត់ឈានជើងចូលមកហើយប្រាប់ឲ្យគ្រប់គ្នាឈប់រករឿងអញរញ៉ៃទៀតទៅពួកក្មេងពៀកៀងស្ញឹងតែម្ដងអំបញ្ញមិញពួកវាស្ទើរតែទប់ទល់នឹងអ្នកបម្រើមិនបានផងឥឡូវបែរជាមានអាល្អិតម្នាក់នេះមកចាប់សង្កត់គាត់បានយ៉ាងងាយទៅវិញអញ្ញាសួរយ៉ាងក្អេងក្អាងថាអាហុងជានរណាតែអាហុងធ្វើមិនខ្វល់ហើយសួរសីហាថាតើគាត់មានត្រូវគេខំត្រង់ណាអត់សំណាងល្អគាត់អត់ត្រូវគេខំទេទោះបីជាគាត់មិនដឹងថាហេតុអីបានជាអាហុងសួរបែបនេះអាហុងប្រាប់គាត់ឲ្យដើរតាមគាត់ឥឡូវនេះភ្លាមពួកគេត្រូវតែចាក់ចេញតែមេក្មេងពៀនៅតែមិនព្រមចប់ហើយចូលមកពាំងផ្លូវពួកគេស្របពេលនោះដែរកូនចៅរបស់វាម្នាក់ចាប់ផ្ដើមជឿក្បាលយ៉ាងខ្លាំងបន្ទាប់ពីត្រូវគេខំអាហុងយករឿងគ្រប់យ៉ាងភ្លាមតែម្ដងការឆ្លងកំពុងតែរីករាលដាលយ៉ាងលឿនហើយអាមួយនោះចិត្តប្រែជាសំប៊ីហើយគាត់សួរថាតើស្នាមខំនៅលើស្មារបស់វានោះគឺត្រូវអ្នកបម្រើឈួរនោះខំមែនទេអាពេលនោះឆ្លើយថាមែនតែវានៅតែមិនយល់ថាវាជារឿងធំដុំអីអាហុងដឹងថាអាមួយនោះឆ្លងបាត់ទៅហើយដោយសារតែស្នាមខំនោះនៅចិត្តក្បាលបែបនេះវាចប់ហើយអាហុងចាប់ទាញអ្នកបម្រើដែលខ្លាចជាសំប៊ីនោះបោះចូលទៅក្នុងបន្ទប់ទឹកហើយទាញទ្វារបិទផាំងសំប៊ីនោះចេះតែបុកទ្វារតែសំប៊ីនៅដំណាក់កាលនេះមិនទាន់ចេះបើកទ្វារទេបន្ទាប់មកអាហុងក៏ងាកមករកក្រុមក្មេងពាលវិញអាហុងត្រៀមខ្លួនរួចជាស្រេចដើម្បីវាយពួកវាហើយសួរសីហាថាតើគួរតែវាយអាមួយណាមុនអ្វីដែលគួរឲ្យអស់សំណើចនោះគឺសីហាសម្បីតែដឹងថាអាហុងជានរណាក៏អត់ដឹងផងដូច្នេះគាត់វង្វេងអស់ហើយដោយសារតែខឹងនឹងរឹកពីរបស់អាល្អិតនេះអញ្ញាក៏ស្ទុះចូលមកបំរុងនឹងវាយបិទមាត់គាត់អាហុងធ្វើឲ្យវាខ្មាស់គេត្រឹមតែមួយក្បាច់ដោយចាប់មុខវារួចបោកក្បាលវាទៅនឹងឥដ្ឋអាល្ងងដែលឆ្លងមេរោគក៏ស្ទុះចូលមកទៀតតែអាហុងវាយវាដួលត្រឹមម្ដាយចំកណ្ដាលមុខអាហ្នឹងក៏ដួលសន្លប់ហើយមិត្តភ័ក្តិរបស់វាក៏ភ្ញាក់ផ្អើលវាយតែមួយដៃសោះមិនគួរណាដល់ថ្នាក់នឹងសោះបន្ទាប់មកអាក្មេងពៀដែលដួលនោះចាប់ផ្ដើមរមួលខ្លួនដោយការឈឺចាប់អាហុងប្រាប់ពួកអាដែលនៅសល់ឲ្យចូលមកសាកជាមួយគាត់មកបើសិនជាចង់បានមេរៀនរួចគាត់ងាកទៅរកសីហាហើយបញ្ជាឲ្យគាត់នាំមិត្តភ័ក្តិចូលទៅក្នុងបន្ទប់រងចាំហើយនៅខាងក្រៅសីហាអត់មានប្រកែកទេហើយជួយគ្រាមិត្តភ័ក្តិដែលរបួសចេញទៅអញ្ញានិងពួកផ្សេងទៀតឈប់ធ្វើរឹកខ្លាំងទៀតហើយពេលដឹងថាពួកវាវាយមិនឈ្នះតែអាហុងមិនបណ្ដោយឲ្យពួកវាដើរចេញទៅយ៉ាងងាយៗនោះទេគាត់ជេរមេក្មេងពៀថាជាអប្រមឹកល្ងងដែលស្ទើរតែធ្វើឲ្យបងប្អូនរបស់វាស្លាប់ហើយគាត់សម្រេចចិត្តសងគុណវាវិញគាត់រុញអាក្មេងពៀនោះចូលទៅខាងក្នុងហើយចាក់សោទ្វារពីខាងក្រៅមេក្មេងពៀវាយទ្វារយ៉ាងខ្លាំងតែគ្មានប្រយោជន៍ទេទ្វារត្រូវចាក់សោពីខាងក្រៅបាត់ទៅហើយកូនចៅដែលឆ្លងមេរោគរបស់វាពេលនេះបានប្រែជាសំប៊ីបាត់ទៅហើយលោតទៅខំកោដៅដែលនៅជិតបំផុតមួយរំពេចក្រោយមកអាហុងលើសំឡេងពួកវាស្រែកយ៉ាងរន្ធត់ខណៈដែលពួកវាត្រូវសំប៊ីខំហើយស៊ីសាច់ពេលបុគ្គលិកម្នាក់ដើរមកដល់អាហុងប្រាប់គាត់ឲ្យចាក់សោទ្វារឲ្យជាប់ហើយខលហៅប៉ូលីសដោយប្រាប់ថាមានអ្នកជំងឺផ្ដាសាយឈួតជ្រូកដល់គ្រោះថ្នាក់នៅខាងក្នុងបុគ្គលិកនោះកាំងសៀងមិនសន្ទុះរហូតតតែអាហុងស្រែកឲ្យគាត់ធ្វើភ្លាមទើបគាត់បញ្ញាប់យកសមក្រាត់សថែមបន្ទាប់ពីនោះអាហុងក៏ជួយក្រុមរបស់សីហាចេញទៅខាងក្រៅក្នុងពេលជាមួយគ្នានោះបុគ្គលិកបារម្ភពីសំឡេងឡូឡាចេញពីបន្ទប់នោះហើយនិយាយតគ្នាពីអ្វីដែលពួកគេបានលើថាអាចមានអ្នកជំងឺផ្ដាសាយឈួតជ្រូកនៅខាងក្នុងទោះបីជាគ្មានអ្នកណាដឹងច្បាស់ក៏ដោយគ្រាន់តែលើបែបនេះពួកគេក៏បញ្ញាប់ទៅឆែកមើលកាមេរ៉ាសុវត្ថិភាពតែគ្រាន់តែឃើញវីដេអូភ្លាមមុខរបស់ពួកគេប្រែជាមនុស្សគ្រប់គ្នានៅក្នុងបន្ទប់នោះបានខ្លាចជាបិសាចស៊ីសាច់មនុស្សហើយកំពុងតែខំហែកគ្នាដូច្នេះបុគ្គលិកក៏បញ្ញាប់ខលហៅប៉ូលីសភ្លាមតែម្ដងសំណាងល្អអាហុងនិងអ្នកផ្សេងទៀតអាចចេញពីហាងខារ៉ាអូខេនោះដោយសុវត្ថិភាពគាត់នាំពួកគេឡើងឡានហើយបើកចេញយ៉ាងលឿនសីហាអរគុណគាត់តែគាត់នៅតែមិនដឹងថាបរិសម្នាក់នេះជានរណាទេទីបំផុតអាហុងណែនាំខ្លួនឯងហើយប្រាប់ថាមានភ្ញៀវម្នាក់ជួលគាត់ឲ្យមកការពារពួកគេតែគាត់មិនអាចប្រាប់ថាជានរណាទេអ្នកក្នុងចំណោមពួកគេមានការសង្ស័យរឿងជំងឺផ្ដាសាយឈួតជ្រូកនេះដែលប្រាប់ថាតាមអ៊ីនធឺណិតគេថាវាមិនពិតទេអាហុងរំលឹកពួកគេពីអ្វីដែលពួកគេទើបតែបានឃើញហើយសួរថាតើអានឹងមើលទៅដូចជាកាត់តដែរឬអត់បញ្ញាសួរទាំងភ័យថាតើមានថ្នាំព្យាបាលអត់អាហុងឆ្លើយថាអត់ទេហើយចាប់ពីពេលនេះតទៅអ្វីនឹងកាន់តែអាក្រក់រហូតដល់ពិភពលោកធ្លាក់ចូលទៅក្នុងភាពវឹកវរការវាយប្រហាររបស់សម្ប៊ីបានចាប់ផ្ដើមរួចទៅហើយការឆ្លងកំពុងតែរីករាលដាលយ៉ាងលឿនទោះបីជាពេលនេះវាគ្រាន់តែជាការផ្ទុះឡើងក្នុងតំបន់ក៏ដោយអ្នកដែលឆ្លងភាគច្រើនកំពុងស្ថិតក្នុងដំណាក់កាលសំងំហើយនឹងប្រែប្រួលឆាប់នេះដូច្នេះបើសិនជាសីហានិងមិត្តភក្តិចង់រស់រានមានជីវិតពួកគេត្រូវតែដើរតាមអាហុងពិតប្រាកដណាស់ពួកគេទាំងអស់គ្នាយល់ព្រមពេលនោះអាហុងក៏ទទួលបានសារបេសកកម្មជោគជ័យដែលបើកសោឲ្យគាត់អាចទិញរបស់ថ្មីក្នុងហាងរួចសូម្បីតែស្បៀងមួយចំនួនដែលគាត់នឹងត្រូវការនៅពេលក្រោយរបស់ដែលតាក់ទាញភ្នែកគាត់បំផុតគឺប្រអប់អ្នកដាំដុះក្រោយថ្ងៃវិនាសដោយសារតែប្រអប់ទាំង3សុទ្ធតែមើលទៅមានប្រយោជន៍គាត់ក៏សម្រេចចិត្តបើកវាពេលទៅដល់បន្ទិទោះជាយ៉ាងណាក៏ដោយគាត់ដឹងថាគាត់ត្រូវតែយកទំនុកចិត្តពីពួកគេឲ្យបានសិននៅក្នុងជីវិតមុនមិត្តភក្តិរបស់សីហាត្រូវបានសម្លាប់ដោយសារតែមានម្នាក់ក្នុងចំណោមពួកគេបានក្បត់ក្រុមហើយជនក្បត់នោះគឺនៅតែលាក់ខ្លួនក្នុងចំណោមពួកគេទាំង3នាក់នេះឥឡូវនេះវាប្រៀបដូចជាលេងហ្គេមបន្លំខ្លួន Among Us ជាងដើម្បីស្វែងរកថាតើជនក្បត់នោះជានរណាឲ្យប្រកបសម្រាប់ពេលនេះមកមើលខ្សុចសិននាងភ័យខ្លាចក្នុងការចេញទៅផ្សារទំនើបបន្ទាប់ពីឃើញព័ត៌មានហើយចង់ឲ្យគេដឹកស្បៀងអាហារមកឲ្យនាងដល់មុខផ្ទះ
ស្រាប់តែមានអ្នកណាគេមកគោះទ្វារផ្ទះនាងយ៉ាងខ្លាំងហើយខ្សោយចាប់ផ្ដើមភ័យស្លន់ស្លោនាងបញ្ញាចុចទូរស័ព្ទបិទពីកញ្ចក់ពេលនាងអើតមើលទៅខាងក្រៅទើបនាងធូរទ្រូងគឺគ្រាន់តែជាមីខ្មៅដែលប្រាប់ថាអ្នកជិតខាងជាន់ទី1ត្រូវបានប៉ូលីសចាប់អូសចូលឡានពេទ្យបាត់ទៅហើយមើលទៅគាត់ក៏ឆ្លងមេរោគនេះដែរដែលនេះជាមូលហេតុធ្វើឲ្យអ្នកក្នុងអគារទាំងមូលមានអារម្មណ៍តានតឹងយ៉ាងនេះមីខ្មៅសួរពីស្បៀងអាហារដែលពូចកបានសន្យាឲ្យតែវានៅតែមិនទាន់មកដល់ទៀតដូច្នេះនាងក៏នឹកឃើញផែនការមួយទៀតគឺបញ្ឆោតពូចកដោយប្រាប់ថាអាហុងមានស្តុកស្បៀងអាហារយ៉ាងច្រើនខ្សោយសួរថានាងដឹងរឿងនេះបានដោយរបៀបណាហើយតាមពិតទៅមីខ្មៅបានឲ្យគេលួចតាមដានគាត់ហើយដឹងថាគាត់ចេះតែកំងអីវ៉ាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ខ្សោយមិនគួរឲ្យជឿសោះថាអតីតសង្សាររបស់នាងដឹងរឿងថ្ងៃវិនាសនេះមុនបែបនេះសោះមីខ្មៅក៏បញ្ចុះឲ្យនាងប្រាប់រឿងនេះទៅបញ្ចប់ទាំងអស់ដើម្បីឲ្យពួកគេអាចទៅលួចស្បៀងរបស់អាហុងនិងខ្លាចជាអ្នកមានត្រឡប់មកបន្ទាយវិញសីហមកការភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់មិនដែលនឹកស្មានថាមានអ្នកណាគេសាងសង់បន្ទាយពិតប្រាកដបែបនេះសោះអាហុងប្រាប់ថាអ្នកណាក៏មានប្រតិកម្មបែបនេះដែរស្រីនិចនិងតារបស់នាងសប្បាយចិត្តដែលឃើញគាត់ត្រឡប់មកវិញគាត់ប្រាប់ពួកគេថាអ្វីៗគឺស្ថិតក្រោមការគ្រប់គ្រងហើយក៏ណែនាំសីហានិងអ្នកផ្សេងទៀតឲ្យពួកគេស្គាល់គាត់ប្រាប់ថាពួកគេនឹងស្នាក់នៅទីនេះចាប់ពីពេលនេះតទៅរួចក៏ណែនាំស្រីនិចនិងតារបស់នាងត្រឡប់ទៅវិញពួកគេស្វាគមន៍អ្នកចំណូលថ្មីភ្លាមព្រោះអ្នកដែលអាហុងនាំមកគឺអាចទុកចិត្តបានអាហុងសុំឲ្យពូពាក់មីនាំពួកគេដើរមើលជុំវិញនិងពន្យល់ពីច្បាប់ទម្លាប់ម្នាក់ក្នុងចំណោមពួកវាក៏សួររកអាវុធភ្លាមដើម្បីការពារខ្លួនរឿងនេះធ្វើឲ្យអាហុងកាន់តែសង្ស័យព្រោះគាត់ដឹងស្រាប់ហើយថាមានជនបង្កប់ម្នាក់នៅក្នុងក្រុមរបស់បញ្ញាប្រាប់ទៅអាដាមឲ្យស្ងប់ស្ងាត់សិនវានៅលឿនពេកហើយក្នុងការសួររកអាវុធខណៈពេលដែលពួកគេមិនទាន់មានទំនុកចិត្តផងនោះអាហុងប្រាប់ថាពួកគេអាចមានអាវុធបាននៅប្រហែលថ្ងៃទៀតតែជាដំបូងពួកគេត្រូវតែមើលថាវិបុលដែលរងរបួសនិងជួយគាត់ឲ្យឆាប់ជាសិននៅខាងក្នុងបន្ទាយពួកគេងូតទឹកសម្អាតខ្លួននិងផ្លាស់ប្ដូរសម្លៀកបំពាក់អាដាមខឹងដែលមិត្តភ័ក្តិរបស់វាចូលលូកមាត់ដោយគិតថាបើសិនជាអត់មានគេរំខានពួកគេប្រហែលជាបានអាវុធបាត់ទៅហើយវាតែងតែគិតថាពួកគេកំពុងត្រូវគេចាប់ទុកជាឆ្លើយសឹកមិនមែនមកការពារពួកគេទេតែបញ្ហារំលឹកថាអាហុងជាអ្នកជួយសង្គ្រោះពួកគេដូច្នេះរឿងហ្នឹងវាមិនសមហេតុផលទេពួកគេទាំងអស់គ្នាសុទ្ធតែឆ្ងល់ថាតើអាហុងជានរណាឲ្យប្រកាសព្រោះអ្វីដែលពួកគេដឹងគឺមានតែភ្ញៀវសម្ងាត់ម្នាក់ជួលគាត់មកប៉ុណ្ណោះអាដាមនៅតែបង្ហាញភាពអារីភាពដោយគ្មានហេតុផលដដែលវាក៏ខឹងដែរដែលវិបុលមិនត្រូវបានគេព្យាបាលផ្ទាល់ដោយសារតែខ្លាចថាគាត់អាចនឹងឆ្លងមេរោគអាល្ងងនេះថែមទាំងគិតថាក្រុមរបស់អាហុងចង់វះយកសរីរាង្គរបស់ពួកគេទៀតផងដូច្នេះវាប្រាប់ថាពួកគេគួរតែវាប្រហារមុនទៅល្អបញ្ញាប្រមានថាបើសិនជាពួកគេគិតខុសពួកគេនឹងក្បត់អ្នកដែលបានជួយសង្គ្រោះពួកគេហើយអាដាមអត់ខ្វល់ទេវាចង់បានអំណាចហើយមានផែនការដណ្ដើមកាន់កាប់បន្ទាយនេះជារបស់វាថែមទាំងប្រាប់ថាពួកគេគួរតែកម្ចាត់ក្មេងស្រីតូចនិងតាចាស់នោះចោលនៅពេលដែលអាហុងមិននៅសីហានិងមិត្តភ័ក្តិផ្សេងទៀតសម្លឹងមើលវាដូចជាមនុស្សឈួតអញ្ចឹងពេលដឹងខ្លួនអញ្ចឹងអាដាមក៏បញ្ញាផ្សាយលបលៀងហើយប្រាប់ថាវាគ្រាន់តែនិយាយលេងទេដែលធ្វើឲ្យភាពតានតឹងថយចុះបន្តិចបញ្ញាបញ្ជាក់ម្ដងទៀតថាបើសិនជាអាហុងចង់បានសេរីរាង្គរបស់ពួកគេគាត់មិនបណ្ដោយពួកគេដើរហើរដោយសេរីបែបនេះទេតែអាដាមនៅតែមានគម្រោងធ្វើសកម្មភាពតែឯងវាចង់បានបន្ទាយនេះហើយគិតថាភាពខុសខើនឹងជួយវាដណ្ដើមវាបានក្រោយមកអាហុងបានទៅជួបស្រីនិចនិងតារបស់នាងដែលប្រាប់គាត់ថាវិបុលកំពុងសម្រាកនៅក្នុងបន្ទប់សង្គ្រោះហើយអ្វីៗគ្រប់យ៉ាងត្រូវបានចាក់សោយ៉ាងជិតឈឹងតាមការបញ្ជារបស់គាត់ដែលក្តីពេញចិត្តអាហុងបានអរគុណពួកគេហើយប្រាប់ឲ្យពួកគេសម្រាកសិនព្រោះថ្ងៃស្អែកនឹងមានរឿងកាន់តែច្រើនកើតឡើងគាត់ក៏បានព្រមានពួកគេឲ្យតាមដានមើលមិត្តភ័ក្តិពីរនាក់ទៀតរបស់សីហាឲ្យបានដិតដល់ព្រោះគាត់សង្ស័យថាមានម្នាក់អាចនឹងក្បត់ពួកគេយប់នោះអាហុងបានទៅឃ្លាំងផ្ទុកស្បៀងគាត់បើកហាង system ម្ដងទៀតហើយចាប់ផ្ដើមជាមួយនឹងប្រអប់អ្នកដាំដុះបន្ទាប់មកគាត់ទិញប្រអប់ស្ករប្រេងនិងប្រអប់គ្រប់គ្រងប្រូតេអ៊ីនហើយចុងក្រោយគឺប្រអប់អាវុធទប់ទល់ការបើកប្រអប់ទាំង3នេះធ្វើឲ្យគាត់ទទួលបានគ្រាប់ពូជប៉ុត50គ្រាប់អាហារមួយកំណរនិងគ្រាប់កាំភ្លើង2500គ្រាប់សម្រាប់ប្រើនៅពេលក្រោយរង្វាន់ទាំងអស់នេះពិតជាអស្ចារ្យណាស់ហើយផ្ដល់ឲ្យគាត់នៅព្រៀបយ៉ាងធំធេងសម្រាប់រឿងដែលចិត្តមកដល់ថ្ងៃបន្ទាប់បញ្ហាក៏មកដល់ទៀតអញ្ញាចង្រៃដែលស្បត់ថានឹងសងសឹកនោះបាននាំបាក់ពួករបស់វាមកវាកំទេចកន្លែងនេះវាបញ្ជាឲ្យកូនចៅវាបំបីទ្វាររបងតែទោះបីជាពួកវាខំប្រឹងយ៉ាងណាក៏ដោយក៏មិនអាចធ្វើឲ្យរបងនោះឆ្កូតបានបន្តិចសោះអញ្ញាខឹងយ៉ាងខ្លាំងដែលទ្វាររបងនោះរឹងមាំដល់ថ្នាក់ហ្នឹងដូច្នេះពួកវាក៏ទាញយករបស់ធ្ងន់មកឲ្យបដូរមកប្រាដប់សាំងដុតគប់ចូលទៅខាងក្នុងវិញម្ដងភ្លើងចាប់ផ្ដើមឆេះរាលដាលយ៉ាងលឿនស្រីនិចនិងអ្នកផ្សេងទៀតបញ្ញាប់រត់ទៅពន្លត់រឿងនេះរឹតតែធ្វើឲ្យនាងជឿទុកចិត្តលើការព្រមានរបស់អាហុងកាន់តែខ្លាំងអ្វីៗពិតជាកំពុងតែអាក្រក់ទៅមែនតែអាហុងមិនដែលញញើតទេគាត់ទាញកំភ្លើងវែងមួយដើមមកដើម្បីចាត់ការអ្នកដែលមករករឿងពួកគេរួចដើរទៅកាន់ប៉មយាមដើម្បីមើលថាតើមានអ្នកណាតារបស់ស្រីនិចគឺជាអ្នកឃើញមុនគេថាវាគឺជាអាកូនអ្នកមានចង្រៃពីតាមផ្លូវជាតិនឹងឯងពួកអាខាងក្រៅក៏កត់សម្គាល់ឃើញមានមនុស្សនៅប៉មយាមដែរអាឆ្លើយនោះស្រែកហៅអាហុងឲ្យចេញមកបើមិនអញ្ចឹងទេវានឹងដុតកន្លែងនេះចោលទាំងមូលតែម្ដងដោយរក្សាភាពស្ងប់ស្ងាត់អាហុងប្រាប់ពួកវាថាពួកវាមានពេល5នាទីដើម្បីចេញពីទីនេះរឿងនេះរត់តែធ្វើឲ្យពួកវាខឹងហើយគំរាមថានឹងដុតបន្ទាយនេះជាមួយនឹង10សាំងដុត2ធុងទៀតស្រាប់តែពេលនោះ system ក៏បានផ្ដល់បេសកកម្មថ្មីឲ្យអាហុងតាចាស់ភ័យស្លន់ស្លោហើយស្នើឲ្យបាញ់គំរាមសិនបេសកកម្មគឺសាមញ្ញទេគឺត្រូវកម្ចាត់ក្រុមដែលមកវេបហាបន្ទាយនេះចោលទាំងអស់អាហុងដឹងថាការបាញ់គំរាមមិនអាចបញ្ឈប់មនុស្សប្រភេទនេះបានទេពួកវាជាអ ுக ្រិតជនដែលមិនខ្វល់ពីអ្នកដទៃឡើយគាត់តម្រង់កំភ្លើងដែលដឹងថាគាត់មិនអាចបណ្ដោយឲ្យពួកវាបន្តគំរាមកំហែងមនុស្សស្លូតត្រង់បានទេបន្ទាប់មកអាហុងក៏កេះកាយកំភ្លើងគ្រាប់កំភ្លើងបានទម្លុះដៃរបស់អាម្នាក់នោះហើយវាក៏ដួលស្រែកដោយការឈឺចាប់អាហុងចង់បាញ់ឲ្យចំក្បាលទេតែគាត់មិនសូវស្ទាត់នឹងការបាញ់កំភ្លើងហើយកំពុងតែព្យាយាមតម្រង់នៅឡើយទោះជាយ៉ាងណាក៏ដោយការបាញ់ផ្ដាច់ដៃរបស់អាម្នាក់នោះគឺគ្រប់គ្រាន់ធ្វើឲ្យពួកវាភ័យខ្លាចរហូតដល់រត់បានជើងសព្រាត
អាហុងដឹងថាបើសិនជាគាត់បណ្ដោយឲ្យពួកវាទៅពួកវានឹងត្រឡប់មកវិញនៅថ្ងៃស្អែកមិនខានដូច្នេះគាត់ក៏បន្តបាញ់ហើយសម្លាប់ពួកវាទាំងអស់ពួកអាដែលរត់ទៅដល់ឡានបានរុញមេរបស់វាចូលទៅខាងក្នុងខណៈពេលដែលវាស្រែកប្រាប់អ្នកបើកបរឲ្យជន់ហ្គែចេញឲ្យលឿនពួកវាព្យាយាមរត់គេចក្នុងឡានតែអាហុងបានបាញ់ស្រោចទៅលើឡាននោះដោយកំភ្លើងវែងរបស់គាត់យ៉ាងចាស់ដៃរបៀបដែលគាត់កាន់អាវុធនោះធ្វើឲ្យតាចាស់ងឿងឆ្ងល់ថាតាល្អិតនេះពិតជានរណាឲ្យប្រកាសទីបញ្ចប់គឺសោកនាដកម្មសម្រាប់ពួកអ្នកវេប្រហារឡានត្រូវបានបំផ្លាញហើយពួកវាគ្រប់គ្នាគឺស្លាប់ទាំងអស់បន្ទាប់ពីនោះអាហុងប្រាប់ឲ្យពួកពាក្យមីហៅអ្នកផ្សេងមកជួយសម្អាតតែបន្ទាប់មកគាត់ក៏បដូរចិត្តវិញដោយសារតែថ្ងៃវិនាសទើបតែចាប់ផ្ដើមគាត់ក៏សម្រេចចិត្តទុកសាកសពទាំងនោះនៅខាងក្រៅពេលពួកវាប្រែជាសំប៊ីគាត់អាចប្រើពួកវាសម្រាប់ការហ្វឹកហាត់បានអ្វីដែលអាហុងមិនបានដឹងនោះគឺពូចកក៏កំពុងធ្វើដំណើរមកជាមួយនឹងខ្សុចនិងមីខ្មៅដែរខ្សុចមានការធុញទ្រាន់រួចទៅហើយជាមួយនឹងការដែលមិត្តរបស់នាងចេះតែអែបអបជាមួយពូចកនោះមិនយូរប៉ុន្មានពួកគេក៏មកដល់រោងចក្រខ្សុចចង់ឲ្យមីខ្មៅទៅជាមួយតែស្រាប់តែនាងភ័យហើយបដិសេធមិនព្រមទៅខ្សុចប្រាប់ថានាងត្រូវតែទៅបើមិនចឹងទេពួកគេមិនដឹងថារោងចក្រមួយណាជារបស់អាហុងទេពេលនាងនៅតែបដិសេធខ្សុចក៏ចាប់អូសនាងទៅទាល់តែបានក្មេងស្រីទាំងពីរដើរសម្ដៅទៅមាត់ទ្វារខណៈដែលពូចកប្រាប់កូនចៅវាឲ្យត្រៀមខ្លួនពេលវាទទួលបានសញ្ញាវានឹងបើកឡានចូលទៅហើយអ្នកផ្សេងទៀតក៏នឹងធ្វើសកម្មភាពតាមនោះដែរ